គុំសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំចេញទៅក្រៅតាមផ្លូវបើខ្ញុំមិនបានធ្វើអ្វីសោះអូប៉ុន្តែវាពិតជារញ៉េញ៉ៃណាស់មែនហើយខ្ញុំចេញទៅក្រៅតាមផ្លូវប៉ុន្តែខ្ញុំបានឃើញប្រទេសប៉ារ៉ាហ្គាយស្ងប់ស្ងាត់វាហាក់ដូចជាខ្ញុំទោះបីជាខ្ញុំនៅតែមិនអត់ឱនចំពោះរឿងមិនសមហេតុផលដែលខ្ញុំមិនដឹងក៏ដោយខ្ញុំជឿថាខ្ញុំនៅតែស្ងប់ស្ងាត់នៅកន្លែងរបស់ខ្ញុំហើយមានអារម្មណ៍ថាដូចជាទីក្រុងស្ដាប់ហើយខ្ញុំពិតជាពិបាកណាស់នៅ Meadow Valley ម៉ោង 12:30 ព្រឹកព្រោះខ្ញុំបានចូលរួមពិធីជប់លៀងខួបកំណើតសម្រាប់អ្នកប្រើប្រាស់ម្នាក់នេះខ្ញុំមិនស្គាល់ឈ្មោះរបស់គាត់ទេប៉ុន្តែខ្ញុំពិតជាចូលចិត្តរឿងនេះណាស់វាហាក់ដូចជាមិនស៊ីសង្វាក់គ្នាសម្រាប់ខ្ញុំទេដែលថ្ងៃមួយអ្នកមានអារម្មណ៍ធ្ងន់នៅម៉ោង 12 កន្លះយប់នៅ Medellin ប៉ុន្តែកុំបារម្ភអីជីវិតរបស់អ្នកកំពុងផ្លាស់ប្តូរនៅទីនេះមិត្តរបស់ខ្ញុំសួស្តីអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីអាហាតើអ្នកកំពុងធ្វើអ្វីដើម្បីរំខានការសន្ទនារបស់យើងគាត់មិនបានរំខានទេនោះជាការសន្ទនាជាមួយអ្នក